ta ní cứ chia một tô à song năm pi pon mà pay pram muối rồi gọi dạng na bong pon tu sna video níខ្ញុំនឹងបង្ហាញនៅខាងចុងវីដេអូតើបងប្អូនយកយ៉ាងណាដែរសម្រាប់តែមួយនេះបងប្អូនដោយសារតែតែនេះគឺវាមានលីមកជាមួយនឹងពណ៌ក្រហមបងប្អូនដឹងហើយថាម៉ូតូអាសង់ចេញក្រោយៗនេះប្រហែលឆ្នាំចុងក្រោយនេះគឺអត់មានពណ៌អីក្រៅពីពណ៌ប្រាក់ហើយនឹងពណ៌មាសទេបងប្អូនចង់លក្ខណៈថាឡើងសាំភ្នែកអញ្ចឹងហើយបានជាតែនេះគឺមានរំលេចឲ្យពណ៌ក្រហមម្ដងបងប្អូនដល់អញ្ចឹងរៀងប្លែកដែរប៉ុន្តែសម្រាប់ម៉ូតូអាសង់នេះបងប្អូនក្រៅពីពណ៌ក្រហមមាសហើយនឹងទឹកប្រាក់នឹងដាក់ពណ៌ផ្សេងមកគឺភ្លាវហ្មងគឺអត់មានស៊ីជាមួយម៉ូតូមិនតិចអញ្ចឹងគឺជំរើសគឺមានតែពណ៌ក្រហមទេអញ្ចឹងល្អមែនតើខ្ញុំចង់ឲ្យម៉ូតូអាសង់រៀងដូរពណ៌ខ្លះមកបងប្អូនហើយពណ៌វាដដែលពេកពណ៌មាសសុទ្ធអញ្ចឹងពណ៌មាសពណ៌ប្រាក់តែប៉ុណ្្នឹងវាអត់មានអីប្លែកដល់ពេលអញ្ចឹងពេលខ្លះជិះមើលតាមផ្លូវសឹងតែច្រឡំគ្នាបងប្អូនហើយនៅក្នុងវីដេអូនេះយើងឃើញថាវាមានកន្សឹបមួយដែលថ្មីបងប្អូនគឺភ្លើងខាងមុខរបស់វានេះដែលគេហៅថា daytime running light បងប្អូននេះនៅខាងលើនេះអាហ្នឹងគឺជាភ្លើងលម្អដែលគេពាក់ច្រើនឡានសម័យឥឡូវនឹងមានហើយឡានលុចស៊ីអីមានហើយបងប្អូនហើយម៉ូតូคลิกក៏មានដែរអាហ្នឹងណាគេហៅ daytime running light បងប្អូននេះលយមួយយ៉ាងដែរតែខ្ញុំសម្រាប់ខ្ញុំស្រឡាញ់កន្លែងហ្នឹងនេះខ្ញុំចង់ឲ្យម៉ូតូអាសង់2026គឺមានកន្លែងហ្នឹងបងប្អូនឲ្យវាថ្មីហើយបងប្អូនយល់យ៉ាងណាដែរសម្រាប់តាប់ឡូបច្ចុប្បន្នរបស់ម៉ូតូអាសង់បងប្អូនចង់ឲ្យវាដូរទៅជា digital ដូចម៉ូតូคลิกឬក៏អត់បងប្អូនបាទហើយមួយទៀតបំពង់ស៊ីម៉ាំងរបស់វាបងប្អូនវានៅតែខ្មៅទៅដែរទេតែបងប្អូនចង់ឲ្យវាទៅជាពណ៌សវិញឬក៏យ៉ាងណាដែរអាច comment នៅក្នុងវីដេអូនេះផងដែរ comment ឲ្យបានច្រើនមកកេឡូម៉ូតូកេឡូក្រុមហ៊ុន Honda គេមើលឃើញគេដូរឲ្យយើងអញ្ចឹងណាហើយរវាងហើយបេនហើយនឹងប៊ិចអាពីរនេះខ្ញុំពិបាកក្នុងការបកស្រាយបងប្អូនប៉ុន្តែបងប្អូនពាក្យច្រើនសំណុំពរឲ្យប្រើបេនវិញអញ្ចឹងខ្ញុំមិនដឹងថាហ្នឹងវាគុណសម្បត្តិគុណវិបត្តិពីនៅកន្លែងណាទេបងប្អូនបាទអញ្ចឹងconcept នេះបងប្អូនយល់យ៉ាងណាដែរបងប្អូនស្រឡាញ់ឬក៏អត់បងប្អូន rate ឲ្យប្រមាណដែរបាទ5លើ10 2លើ10 3លើ10បាទបងជួយ rate មកដោយសារតែនេះគឺជា concept ដែលខ្ញុំ design ទេបងប្អូនមិនមែនជា logo មិនមែនជាតែមផ្លូវការរបស់គេទេបងប្អូនហើយបើបងប្អូនចូលចិត្តអាច comment មិនចូលចិត្តក៏អាច comment មកដូចគ្នាអត់បញ្ហាបងប្អូនចង់ជេរចង់ថាតែចិត្តបងប្អូនដោយសារតែខ្ញុំស្រឡាញ់ការ design តែម៉ូតូនេះតាំងពីក្មេងបងប្អូនពីមុនខ្ញុំទៅរៀនណាខ្ញុំចូលចិត្តអង្គុយរៀននេះតនេខ្ញុំយកប៊ិចហើយនឹងយកប៊ិចមកគូតែម៉ូតូបងខ្ញុំស្គាល់តែម៉ូតូទាំងអស់ឲ្យម៉ូតូអាសង់ស្គាល់គ្រប់ស៊េរីហ្មងអញ្ចឹងហើយដល់ពេលដែលខ្ញុំធំឡើងខ្ញុំខ្លាយទៅជាអ្នក design ក៏នៅតែស្រឡាញ់នឹងការ design តែម៉ូតូអាសង់ដដែលហើយខ្ញុំដឹងថាបងប្អូនយើងភាគច្រើនគឺចូលចិត្តម៉ូតូអាសង់ខ្លាំងគឺ fan ម៉ូតូអាសង់គឺច្រើនហ្មងដូច្នេះហើយបានជាខ្ញុំ design ឲ្យបងប្អូនមើលលេងអញ្ចឹងខ្ញុំអាចនឹងមាន design បន្តទៀតបងប្អូនអញ្ចឹងអរគុណមែនទែនសម្រាប់ទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយបាយ